ក្នុង family chord របស់ Do major យើងបានរៀនហើយគឺ accord Re minor ហេតុអីបាន Re minor អញ្ចឹងតើវាខុសគ្នាមួយចន្លោះសំឡេង major យ៉ាងម៉េចអញ្ចឹងឥឡូវបើយើងយក note Re យើងរាប់ជាទី1ណា Re mi fa sol la Re mi fa sol la 5ហើយអញ្ចឹង accord Re មួយហ្នឹងយើងមិនទាន់អាចថា major Re minor យើងមើលសិន Re mi ចោល fa yo sol ចោល la yo re fa la អញ្ចឹងយើងមើល re fa la ហេតុអីបានជាវា minor អញ្ចឹងយើងមើលណា re fa la កណ្ណៃយើងចង់រក accord re យើងរាប់វាជាទី1មិនអញ្ចឹងណាអញ្ចឹងយើងមើលពីចន្លោះទី1ពួក accord re យើងយករេជាទី1ណាមកចន្លោះទី3នេះមានរយៈចម្ងាយតែកន្លះតុងវាមានតែ1 2 3ទេហើយបើចន្លោះទី1មកចន្លោះទី3នេះមានចម្ងាយរយៈតែកន្លះតុង3ដងនាំឲ្យអាកហ្នឹងគឺជាអាក minor ទី5អត់តាក់ទងអីទេ